គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃបានរៀបចំឲ្យមានការស្នើសុំសេវារដ្ឋបាលតាមប្រព័ន្ធអនឡាញនៅលើកម្មវិធីទូរស័ព្ទដៃរបស់ធនាគារ Aclida របៀបស្នើសុំនិងទូទាត់កម្រៃសេវារដ្ឋបាលនៅអង្គភាពច្រកចេញចូលតែមួយតាម AC Super App ដំបូងបើកកម្មវិធី AC Super App រួចអូសទៅខាងក្រោមដើម្បីស្វែងរកសេវាផ្សេងៗចុចទៅលើមេនុយអង្គភាពច្រកចេញចូលតែមួយបញ្ចូលលេខសម្ងាត់ scan ព្រាមដៃឬផ្ទៃមុខជំហានទី1លោកអ្នកត្រូវបង្កើតគណនីសម្រាប់ការស្នើសុំសេវាតាមការណែនាំជំហានទី2ក្រោយការបង្កើតគណនីលោកអ្នកត្រូវចូលជ្រើសរើសប្រភេទសេវាដែលលោកអ្នកចង់ស្នើសុំបំពេញព័ត៌មានផ្សេងៗនិងភ្ជាប់ឯកសារពាក់ព័ន្ធជំហានទី3ក្រោយពេលទទួលបានការជូនដំណឹងពីអង្គភាពច្រកចេញចូលតែមួយលោកអ្នកអាចទូទាត់កម្រៃបានភ្លាមៗនៅលើ AC Super App ជំហានចុងក្រោយអង្គភាពច្រកចេញចូលតែមួយនឹងធ្វើការជូនដំណឹងតាមរយៈ AC Super App ម្ដងទៀតចុចពាក្យវិក័យប័ត្រដើម្បីរក្សាទុកបង្កាន់ដៃនោះសម្រាប់ទទួលលទ្ធផលសម្រេចនៅអង្គភាពច្រកចេញចូលតែមួយបានដោយផ្ទាល់សូមអរគុណAclida ប្រជាធនាគារដែលលោកអ្នកជឿទុកចិត្ត